ដោយសារតែពុកគិតថាមិនទាន់ប្រាប់កូនឲ្យបានដឹងជាមុនអញ្ចឹងមានតែឲ្យកូនជួបដោយចែកដនជាមួយច័ន្ទបុតវិញវាគឺជាការប្រសើរលោកពុកយល់ព្រមឲ្យកូនរៀបការជាមួយគាត់ហើយតែមែនទេលោកពុកបានព្រមព្រៀងជាមួយលោកសថៃនីរួចហើយមែនទេលោកពងលោកសេដ្ឋីនីគាត់មានកូនប្រុសតែម្នាក់ប៉ុណ្ណោះនៅថ្ងៃមួយគាត់បានប្រើឲ្យកូនប្រុសគាត់យករបស់មួយយកទៅជូនលោកមេភូមិដែលនៅក្នុងភូមិកូនប្រុសកូនយកកញ្ចប់នេះយកទៅជូនលោកមេភូមិចាប់ទុកថាជាកាដូដែលម៉ែជូនទៅលោកមេភូមិកូនត្រូវតែយកជូនគាត់នៅពេលនេះបាទម៉ែខ្ញុំនឹងយករបស់នេះឲ្យដល់ដៃលោកមេភូមិសូមអ្នកម៉ែកុំបារម្ភអីខ្ញុំនឹងធ្វើតាមការនិយាយប្រាប់របស់អ្នកម៉ែម៉ែគិតថារបស់នេះវាសំខាន់ដូច្នេះទើបបានជាម៉ែឲ្យកូនយកទៅជូនលោកមេភូមិដល់ដៃតែម្ដងទៅណាកូនកូនរវល់តែសិក្សានៅទីក្រុងអស់រយៈពេលច្រើនឆ្នាំទើបបានជាកូនមិនដែលមកដល់ទីនេះមែនហើយណាអ្នកម៉ែរយៈពេល10ឆ្នាំដែលខ្ញុំបានទៅរៀនសូត្រនៅទីក្រុងហើយខ្ញុំក៏មិនដែលបានមកលេងស្រុកដូច្នេះខ្ញុំក៏ចង់ដើរលេងឲ្យសប្បាយចិត្តអញ្ចឹងកូនប្រញាប់ទៅតននៅពេលនេះលោកមេភូមិប្រកាសជាមិនទាន់រវល់ការងារច្រើននៅពេលល្ងាចឬមួយថ្ងៃត្រង់គាត់ប្រកាសជារវល់ហើយណាកូនបាទអ្នកម៉ែអញ្ចឹងខ្ញុំសូមធ្វើដំណើរទៅសិនហើយចាត់បុតដែលជាកូនក៏បានធ្វើដំណើរទៅតាមការប្រាប់របស់អ្នកម៉ែនៅពេលដែលច័ន្ទបុតបានធ្វើដំណើរទៅដល់តាមផ្លូវក៏បានជួបនឹងកូនស្រីលោកមេភូមិដែលកំពុងតែនៅតាមផ្លូវសួស្តីអ្នកនាងតើអ្នកនាងស្គាល់ផ្ទះលោកមេភូមិដែរទេខ្ញុំមិនដែលបានស្គាល់ផ្ទះរបស់គាត់ទេអញ្ចឹងបើអ្នកនាងស្គាល់ជួយនិយាយប្រាប់ខ្ញុំឲ្យបានដឹងផងគេម្នាក់នេះប្រកាសជាទៅផ្ទះរបស់ខ្ញុំមានរឿងអ្វីជាមិនខានតែគេជាកូនចៅអ្នកណាទៅហេតុអ្វីបានខ្ញុំមិនដែលឃើញគេកន្លងមកអញ្ចឹងមិនបានជាអ្នកនាងមិននិយាយបែបនេះតើអ្នកនាងធ្លាប់ស្គាល់ផ្ទះលោកមេភូមិដែរទេខ្ញុំយករបស់នេះទៅជូនគាត់ផ្ទះរបស់លោកមេភូមិនៅខាងមុខលោកធ្វើដំណើរទៅបន្តិចទៀតនឹងដល់ជាមិនខានតើលោករកលោកមេភូមិមានការអ្វីតាមមែនទេខ្ញុំក៏មិនដឹងខ្ញុំដឹងត្រឹមថាអ្នកម៉ែខ្ញុំបានប្រើឲ្យខ្ញុំយករបស់នេះជូនលោកមេភូមិតែប៉ុណ្ណោះអញ្ចឹងខ្ញុំក៏យកមកតាមការប្រាប់របស់អ្នកម៉ែរបស់ខ្ញុំទៅអញ្ចឹងលោកធ្វើដំណើរទៅហើយបត់ឆ្វេងនឹងបានទៅដល់ផ្ទះលោកមេភូមិនៅទីនោះជាមិនខានមានតែផ្ទះលោកមេភូមិមួយតែប៉ុណ្ណោះបាទអ្នកនាងខ្ញុំពិតជាអរគុណច្រើនដែលអ្នកនាងបាននិយាយប្រាប់ឲ្យខ្ញុំបានស្គាល់ផ្ទះអញ្ចឹងខ្ញុំសូមធ្វើដំណើរទៅសិនហើយគេប្រកាសជាមានរឿងសំខាន់អ្វីមួយជាមិនខានខ្ញុំគួរតែទៅតាមដានមើលសិនទៅបាននៅពេលដែលទៅដល់ច័ន្ទបុតក៏បានប្រគល់របស់ឲ្យដល់ដៃលោកមេភូមិខ្ញុំពិតជាអរគុណដែលលោកសេដ្ឋីនីបានជូនរបស់ទាំងអស់នេះឲ្យមកខ្ញុំពិតជាអរគុណច្រើនហើយខ្ញុំសង្ឃឹមថាគាត់នឹងមានសុខភាពកាន់តែប្រសើរខ្ញុំក៏រីករាយដែលលោកពូមេភូមិបានទទួលយកទាំងភាពរីករាយបែបនេះខ្ញុំពិតជាមិនដឹងទេថានៅក្នុងនេះមានថ្នាំបុរាណដែលអ្នកម៉ែគាត់មិននិយាយប្រាប់ខ្ញុំឲ្យបានដឹងអរគុណច្រើនឯណាកូនស្រីយករបស់នេះទៅរក្សាទុកនៅបន្ទប់ថ្នាំរបស់ពុកទៅណាកូនលោកពកកូនយកថ្នាំនេះទៅដាក់នៅក្នុងបន្ទប់ថ្នាំលោកពុកសិនហើយកូនសូមទៅលេងនៅវាលស្រែខាងក្រោយផ្ទះបន្តិចណាលោកពងទៅណាកូនធ្វើដំណើរទៅតាមសបាយនៅវាលស្រែខាងក្រោយបើសិនជាកូនចង់ទៅលេងកូនទៅលេងតាមសបាយទៅ
អញ្ចឹងលោកពូខ្ញុំសូមចេញទៅខាងក្រោយផ្ទះលោកពូបន្តិចដើម្បីស្រូបយកខ្យល់បរិសុទ្ធមុនពេលដែលខ្ញុំបានធ្វើដំណើរទៅផ្ទះវិញណាលោកពូមិនអីទេធ្វើដំណើរតាមសប្បាយទៅតាមកូនស្រីរបស់ខ្ញុំទៅនៅខាងក្រោយមានវាលស្រែមានខ្យល់បរិសុទ្ធបោកផាមួយតងកំពុងតែនៅទីនេះធ្វើឲ្យចិត្តរៀមចង់ថ្នាក់ថ្នមបីប្រឡែងមិនដឹងថាបុប្ផាមានម្ចាស់ឬមួយក៏នៅទំនេរ បុប្ផានេះមិនតមានម្ចាស់ទេហើយក៏មិនដែលគិតថានឹងទទួលយកអ្នកណាមកមើលថែដែរក៏ព្រោះតែមនុស្សប្រុសភាគច្រើនជាព្រាននារី ចំពោះអ្នកណាផ្សេងមិនដឹងទេប៉ុន្តែចំពោះបងវិញមិនដែលមានចិត្តក្បត់ឬមួយក៏ចង់ធ្វើជាព្រាននារីសូម្បីតែបន្តិចចង់ថ្នាក់ថ្នមបីត្រកងបុប្ផាស្រីអស់មួយជីវិតជារៀងរាល់ថ្ងៃ ប៉ុន្តែពួកយើងស្គាល់គ្នាត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះប៉ុន្តែហេតុអ្វីបានជាប្រុសលួងលោមសុំស្នេហ៍គេបែបនេះ ប្រហែលជានិស័យបណ្ដាលឲ្យយើងទាំងពីរនាក់បានជួបគ្នាទាំងដែលបងមិនដែលគិតថានឹងរៀបការជាមួយស្រីណាទេប៉ុន្តែនៅពេលដែលបងបានជួបអូនភ្លាមធ្វើឲ្យបេះដូងបងពោពេញទៅដោយក្តីស្រឡាញ់ ចំពោះរឿងនេះខ្ញុំស្រែកលើតែលោកពុកខ្ញុំតែប៉ុណ្ណោះដូច្នេះខ្ញុំរក្សាភាពថ្លៃថ្នូរទំនៀមទម្លាប់ប្រពៃណីបើចង់បានខ្ញុំចូលស៊ើបសួរដល់លោកពុកម្ដាយរបស់ខ្ញុំទៅ បងនឹងប្រញាប់ធ្វើដំណើរទៅដល់ផ្ទះនៅពេលនេះដើម្បីជួបនឹងអ្នកម៉ែហើយនឹងសុំអ្នកម៉ែឲ្យចូលស្ដីដណ្ដឹងអូនតាមផ្លូវច្បាប់តើអូនយល់ព្រមដែរទេបងដឹងថាត្រឹមតែរយៈពេលខ្លីប៉ុន្តែបងពិតជាពេញចិត្តហើយចង់បានអូនធ្វើជាប្រពន្ធអ្នកទាំងពីរក៏បាននិយាយសារសងភាសាស្នេហាហើយពួកគេក៏មានចិត្តលើគ្នាកាន់តែខ្លាំង ស្រីលក្ខក៏បានយករឿងរ៉ាវដែលច័ន្ទបតចង់ចូលស្ដីដណ្ដឹងនាងមកនិយាយប្រាប់លោកពុកនាងឲ្យបានដឹងតាមពិតវាជាផែនការរបស់លោកសថីឌីបានរៀបចំគាត់បានដឹងថាកូនប្រុសរបស់គាត់មិនដែលមានចិត្តលើមនុស្សស្រីណាទេដូច្នេះទើបបានជាគាត់ឲ្យកូនប្រុសគាត់យកថ្នាំមកឲ្យពុកដើម្បីបានជួបកូនហើយពិតជាមិននឹកស្មានដល់ថាកូនប្រុសរបស់គាត់ឈ្មោះច័ន្ទបតបានឃើញកូនភ្លាមហើយក៏លងចិត្តលើកូនភ្លាម តាមពិតគ្រប់បែបយ៉ាងជាផែនការលោកពុកហើយនឹងលោកសថីនេះជាអ្នករៀបចំឲ្យកូនជួបគាត់មិនបានជាលោកពុកមិនព្រមប្រាប់កូនឲ្យបានដឹងជាមុន ដោយសារតែពុកគិតថាមិនទាន់ប្រាប់កូនឲ្យបានដឹងជាមុនអញ្ចឹងមានតែឲ្យកូនជួបដោយចែកដនជាមួយច័ន្ទបតវិញវាគឺជាការប្រសើរ លោកពុកយល់ព្រមឲ្យកូនរៀបការជាមួយគាត់ហើយតែមែនទេលោកពុកបានព្រមព្រៀងជាមួយលោកសថីនេះរួចហើយមែនទេលោកពុក ពុកបានយល់ព្រមជាមួយលោកសថីនេះរួចរាល់ហើយនៅថ្ងៃស្អែកនេះគាត់នឹងចូលស្ដីដណ្ដឹងកូនកូនត្រូវតែរៀបចំបាយទឹកសម្រាប់គាត់ ចាលោកពុកអញ្ចឹងកូនធ្វើដំណើរទៅបន្ទប់សិនហើយលោកពុកសម្រាប់សិនទៅណាលោកពុក នៅថ្ងៃស្អែកឡើងលោកសថីនីក៏បានចូលស្ដីដណ្ដឹងកូនស្រីលោកមេភូមិលោកបងឃើញទេផែនការដែលខ្ញុំបានរៀបចំវាពិតជាបានផលជាទីគាប់ចិត្តដែលធ្វើឲ្យកូនយើងតែពីរនាក់បានជួបគ្នាហើយក៏ស្រឡាញ់គ្នាបែបនេះខ្ញុំក៏រីករាយហើយក៏សប្បាយចិត្តរកអ្វីនិយាយមិនបានទេដែលខ្ញុំបានភ្ជាប់សាច់ឈាមជាមួយលោកសថីនី កូនប្រុសចាប់តាំងពីថ្ងៃនេះទៅកូនត្រូវតែមើលថែកូនប្រសាម៉ែឲ្យបានល្អជាទីបំផុតម៉ែពិតជាសប្បាយចិត្តណាស់កូនដែលម៉ែបានឃើញកូនជួបមនុស្សល្អបែបនេះបាទអ្នកម៉ែខ្ញុំសន្យាថានឹងមើលថែស្រីលក្ខអស់មួយជីវិតហើយខ្ញុំនឹងថ្នាក់ថ្នមមិនឲ្យនាងពិបាកចិត្តខូចចិត្តអ្វីទេណាម៉ែពុកខ្ញុំនឹងមើលថែនាងអស់មួយជីវិតនេះអូនផ្ញើជីវិតលើបងហើយបងត្រូវតែមើលថែអូនឲ្យបានល្អជាទីបំផុតណាកុំធ្វើបាបអូនអី លោកសថីនិងលោកមេភូមិក៏បានរៀបការឲ្យកូនស្រីរបស់គាត់និងកូនប្រុសរបស់គាត់ទាំងពីរនាក់ហើយពួកគេក៏បានបង្កើតគ្រួសាររស់នៅជាមួយគ្នាគ្រួសាររបស់អ្នកទាំងពីរក៏បានសាងសុភមង្គលសាងស្នេហារស់នៅយ៉ាងសុខសាន្តជារៀងរហូតទៅ